លោកឡើងពេញសៀកកើតនៅថ្ងៃទី20ខែកក្កដាឆ្នាំ1946នៅខេត្តកំពង់ធំជាកូនលោកឡើងបេមេឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំរៀននៅបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិនៅកំពង់ធំក្រោយមកចេញមកបន្តការសិក្សានៅមធ្យមសិក្សាទុតិយភូមិនាវិទ្យាល័យស៊ីសុវត្ថិរៀនពូកែខាងមុខវិជ្ជាតែងសេចក្តីខ្មែរតែមុខវិជ្ជានានាទៀតមិនជាពូកែទេឡើងពីសៀកផ្ដើមការតែងនិពន្ធតាំងតែនៅរៀនក្នុងមធ្យមសិក្សានៅឡើយនាឆ្នាំ1964បន្ទាប់ក្រោយមកនាឆ្នាំ1964យុវជនឡើងពេញសៀកចូលរៀននៅមហាវិទ្យាល័យច្បាប់អស់រយៈពេល2ឆ្នាំរហូតដល់បានទទួលសញ្ញាបត្រសមត្ថភាពច្បាប់ព្រោះលោកមានសញ្ញាបត្រមធ្យមសិក្សាទី2អាចចូលរៀនយកសញ្ញាបត្រច្បាប់បានលោកបានប្រឡងចូលធ្វើការក្នុងក្រសួងយុតិធម៌ក្នុងក្របខ័ណ្ឌរដ្ឋការជាសមូហបញ្ជីនៅក្រសួងយុតិធម៌នាឆ្នាំ1967នាឆ្នាំ1968ប្រហែលជាក្រសួងបញ្ជូនលោកឲ្យទៅបម្រើការក្នុងយោធារយៈពេល1ឆ្នាំនេះជាកាតព្វកិច្ចចាំបាច់ចំពោះមន្ត្រីរដ្ឋការជាបរិបទជាពិសេសនៅលាវទើបចូលធ្វើការបម្រើការនៅសម័យសង្គមរាស្ត្រនិយមហើយបានធ្វើបេសកកម្មដំបូងនៅវិនស័យនាខេត្តរតនគិរីពេលបំពេញចប់កាតព្វកិច្ចបម្រើយោធា1ឆ្នាំមកហើយលោកត្រឡប់មកកាន់តំណែងដើមវិញនៅក្រសួងយុតិធម៌នាសម័យសាធារណរដ្ឋខ្មែរលោកប្រហែលជាត្រឡប់ចូលធ្វើទាហានវិញរវាងឆ្នាំ1971ព្រោះលោកជានាយទាហានបម្រុងរដ្ឋការឡើងពេញសៀកចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែររវាងឆ្នាំ1970ហើយនៅឆ្នាំ1972លោកបានចូលទៅក្នុងសមាជិកគណៈកម្មការបោះពុម្ពផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរលោកជាអ្នកចូលចិត្តការតែងនិពន្ធបានផ្ដើមតែងនិពន្ធដំបូងនៅឆ្នាំ1963ហើយប្រហែលជាស្លាប់នៅរវាងឆ្នាំ1975ក្នុងសម័យរបបខ្មែរក្រហមស្នាដៃលោកចេញផ្សាយឡើងជាដំបូងចាប់តាំងពីឆ្នាំ1970ដូចជាព្រលឹងប្រឡំលោកភ្នំពេញ1970ទូពីនវ៉ែវប្រឡំលោកភ្នំពេញ1971តារារៀងរះប្រឡំលោកភ្នំពេញឆ្នាំ1971វាចង់បុតប្រឡំលោកភ្នំពេញ1971ក្លោចចិត្តនៅឡាបានស៊ីប្រឡំលោកភ្នំពេញ1971មហាចៅនៅភ្នំដូងរីប្រឡំលោកភ្នំពេញ1971ស្រងឯស្រងប្រឡំលោកភ្នំពេញ1971ដើមនិពន្ធនៅឆ្នាំ1963កាលនៅជាសិស្សវិទ្យាល័យស៊ីសុវត្ថិក្រុងភ្នំពេញហើយកែសម្រួលចប់នៅវិនស័យថ្ងៃទី20ឧសភា1968ខ្យល់កំបុតត្បូងប្រឡំលោកភ្នំពេញ1973និពន្ធនៅវិនស័យថ្ងៃទី30តុលា1968និងកែសម្រួលចប់នៅភ្នំពេញថ្ងៃទី1មេសា1972បាទខ្ញុំបានសូមអានតែប៉ុណ្្នឹងទេតាមពិតនៅក្នុងសៀវភៅនេះមានតទៅមុខទៀតប៉ុន្តែខ្ញុំសូមអានតែប៉ុណ្្នឹងខ្ញុំអានគឺខ្ញុំពិតជាចូលចិត្តលោកកាន់ណាលោកឡាំងបេស៊ីពិតជាចូលចិត្តជាអ្នកនិពន្ធក្នុងដួងចិត្តរបស់ខ្ញុំឲ្យតែស្នាដៃរបស់គាត់ខ្ញុំនឹងអានតែម្ដងគឺថ្លែងរៀបរាប់ពីជីវិតគួរឲ្យស្រណោះជាពុនពេកបាទតាសារអានឬគាត់ទៅគឺពិតជាឲ្យស្រណោះមែនបាទឥឡូវសូមបញ្ចប់ទៅត្រឹមនឹងចុះ